សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាបន្ថយអាការៈចាញ់កូនរមួលក្រពើពេលពពោះកុំរំលងផ្លែឈើទាំងនេះមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំសម្រាប់ស្ត្រីមានផ្ទៃពោះជារឿងសំខាន់ណាស់ដែលត្រូវញ៉ាំអាហារសម្បូរដោយសារធាតុចិញ្ចឹមនិងជៀសវាងអាហារដែលសម្បូរខ្លាញ់និងមានស្ករច្រើនបន្លែនិងផ្លែឈើជាប្រភពអាហារសម្បូរសារធាតុចិញ្ចឹមសម្រាប់ស្ត្រីមានផ្ទៃពោះពេលយើងមានបន្លែនិងផ្លែឈើក្នុងរបបអាហារយើងនឹងទទួលបានវីតាមីនរ៉ែនិងជាតិសរសៃដែលខ្លួនយើងនិងកូនក្នុងផ្ទៃត្រូវការតើផ្លែឈើណាខ្លះងាយរកហើយមានប្រយោជន៍ច្រើនដល់ស្រីៗកំពុងពពោះចំណុចទី1ផ្លែក្រូចផ្លែក្រូចមិនត្រឹមតែជួយបំពេញជាតិទឹកដល់រាងកាយស្ត្រីមានផ្ទៃពោះនោះទេតែនៅមាន folate ដែលមានសារៈសំខាន់ណាស់ជួយការពារខួរក្បាលនិងឆ្អឹងខ្នងកូនក្នុងផ្ទៃកុំឲ្យមានបញ្ហាក្រៅពីនេះផ្លែក្រូចក៏ជាប្រភពវីតាមីន C ផងដែរដែលវីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារការខូចខាតកោសិកានិងជួយរាងកាយស្រូបជាតិដែកបានល្អទៀតផងចំណុចទី2ផ្លែស្វាយទុំផ្លែស្វាយក៏សម្បូរវីតាមីន C និងវីតាមីន A ខ្វះវីតាមីន A ពេលកើតធ្វើឲ្យទារកប្រឈមនឹងផលវិបាកផ្សេងៗខ្ពស់ដូចជាឆ្លងរោគផ្លូវដង្ហើមនិងរាគរូសជាដើមជាការណែនាំស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំស្វាយទុំច្រើនពេកទេក្នុងមួយថ្ងៃដោយថាអាចនាំឲ្យលើសវីតាមីន A ថ្មីបើករណីនេះជាករណីកម្រក៏ដោយស្ត្រីមានផ្ទៃពោះគួរញ៉ាំក្នុងកម្រិតសមល្មមនិងញ៉ាំជាមួយផ្លែឈើផ្សេងៗទៀតចំណុចទី3ផ្លែប៊ឺសម្រាប់ផ្លែប៊ឺឯនេះវិញសម្បូរទៅដោយវីតាមីន C វីតាមីន B វីតាមីន K ជាតិសរសៃឆូឡេនម៉ាញ៉េស្យូមនិងប៉ូតាស្យូមស្ត្រីមានផ្ទៃពោះមួយចំនួនអះអាងថាផ្លែប៊ឺជួយកាត់បន្ថយអាការៈចង្អោរពេលមានផ្ទៃពោះដែលនេះទំនងមកពីរ៉ែម៉ាញ៉េស្យូមនិងប៉ូតាស្យូមប៉ូតាស្យូមក៏បន្ធូររោគសញ្ញារមួលក្រពើរបស់ស្ត្រីមានផ្ទៃពោះផងដែរអាការៈរមួលក្រពើច្រើនកើតឡើងដោយសារតែរាងកាយខ្វះម៉ាញ៉េស្យូមនិងប៉ូតាស្យូមចំណែកឆូឡេនវិញមានប្រយោជន៍ជួយដល់ការលូតលាស់ផ្នែកខួរក្បាលនិងប្រព័ន្ធប្រសាទកូនក្នុងផ្ទៃចំណុចទី4ចេកទុំចេកទុំក៏ជាប្រភពនៃប៉ូតាស្យូមវីតាមីន B6 វីតាមីន C និងជាតិសរសៃបន្ថែមអាហារសម្បូរជាតិសរសៃដូចជាចេកទុំទៅក្នុងរបបអាហារក៏អាចជួយកាត់បន្ថយបញ្ហាទល់លាមករបស់ស្ត្រីមានផ្ទៃពោះផងដែរការសិក្សាផ្សេងទៀតបង្ហាញថាវីតាមីន B6 ជួយបន្ធូរអាការៈចាញ់កូនរបស់ស្ត្រីមានផ្ទៃពោះផងដែរចំណុចទី5ផ្លែប៉ោមផ្លែប៉ោមសម្បូរជាតិសរសៃនិងវីតាមីន C វីតាមីន A ប៉ូតាស្យូមនិងផេកទីនផងដែរផេកទីនជាព្រីបៃអូទិកជួយចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀនដើម្បីទទួលបានសារធាតុចិញ្ចឹមល្អៗពីផ្លែប៉ោមយើងគួរញ៉ាំទាំងសម្បកតែត្រូវប្រាកដថាបានលាងសម្អាតស្អាតជាមុនសិនញ៉ាំផ្លែឈើពេលពពោះជួយឲ្យយើងនិងកូនមានសុខភាពល្អផ្លែឈើកំប៉ុងអាចជាជម្រើសល្អសម្រាប់ស្ត្រីពពោះដែរតែត្រូវប្រាកដថាមិនមានបន្ថែមជាតិស្ករដើម្បីដឹងច្បាស់ពីផែនការអាហារពេលមានផ្ទៃពោះស្រីៗយើងគួរពិភាក្សាជាមួយគ្រូពេទ្យ